រស់ដើម្បីរីករាយឬរស់ដើម្បីការទុកជាជំរើសរបស់យើងពេលជួបបញ្ហាណាមួយនៅក្នុងជីវិតសូមសួរខ្លួនឯងដើម្បីជ្រើសរើសថាតើយើងកើតមកដើម្បីរស់នៅលើគំនរទុកព្រួយឬកើតមកដើម្បីរស់ក្នុងជីវិតដែលរីករាយរួចហើយជ្រើសរើសដោយខ្លួនឯងជីវិតគឺជាជំរើសរបស់យើងបញ្ហាវាមិនស្ថិតនៅលើរឿងរ៉ាវដែលយើងបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃនោះទេប៉ុន្តែគឺវាស្ថិតនៅលើរបៀបដែលយើងសម្លឹងមើលនិងជ្រើសរើសយកវាតែប៉ុណ្ណោះបើយើងសម្លឹងមើលវាបែបណាយើងនឹងជឿថាវាទៅជាដូច្នោះពិតមែនហើយវានឹងคล้ายទៅជារឿងដែលលែងមានជំរើសក្រៅពីរើសយកវាទាំងទឹកភ្នែកជីវិតរបស់មនុស្សគ្រប់គ្នាមិនខុសគ្នាប៉ុន្មាននោះទេមានថ្ងៃភ្លឺមានថ្ងៃងងឹតដូចគ្នាមិនថាអ្នកនោះជាអ្នកណាមកពីណានោះទេប៉ុន្តែយើងនឹងឃើញមនុស្សពីរប្រភេទខុសគ្នាប្រភេទទី1គឺទុកឥតលហែថ្ងៃណាក៏សែតថ្ងៃណាក៏សែតពោពេញទៅដោយការខកចិត្តនិងភាពអស់សង្ឃឹមដែលជាប្រភេទមនុស្សរស់នៅលើគំនរទុកព្រួយប្រភេទទី2គឺជាមនុស្សដែលរីករាយកក់ក្ដៅពោពេញទៅដោយក្តីសង្ឃឹមនិងភាពជឿជាក់គិតអ្វីក៏ធូរងាយសប្បាយចិត្តក៏ច្រើនមានក្តីស្រឡាញ់និងក្តីមេត្តាច្រើនដូចគ្នាដែលជាប្រភេទមនុស្សរស់នៅក្នុងជីវិតរីករាយជីវិតរបស់យើងគឺជាជំរើសរបស់យើងឲ្យសុខសាន្តមិនមែនមកពីព្រំលិខិតជាអ្នកកំណត់អ្វីនោះទេតើបងប្អូនធ្លាប់ជឿលើព្រំលិខិតដែរឬទេពីមុនខ្ញុំក៏ជឿបែបនេះដូចគ្នាទើបត្រូវរស់នៅលើគំនរទុកព្រួយអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែតាមរយៈការអានច្រើនការស្ដាប់ច្រើនរបស់ខ្ញុំមួយរយៈរួចមកទើបមានខ្ញុំដូចឥឡូវនេះហើយខ្ញុំក៏ជឿថាបងប្អូនទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នាអ្វីគ្រប់យ៉ាងគឺវាស្ថិតនៅលើជំនឿផ្ទាល់ខ្លួនរបស់យើងនេះហើយបើយើងជឿបែបណាវានឹងទៅជាបែបនោះពិតមែនតាមពិតទៅមនុស្សដែលមានជីវិតរីករាយមិនមែនគាត់ជាមនុស្សដែលមានជីវិតល្អឥតខ្ចោះដាច់គេអ្វីនោះទេគ្រាន់តែគាត់គឺជាមនុស្សដែលចេះរីករាយនៅក្នុងទុក្ខលំបាកពីព្រោះតែគាត់បានដឹងថាសេចក្តីទុក្ខគឺជាផ្នែកមួយនៅក្នុងជីវិតដែលមនុស្សគ្រប់គ្នាត្រូវតែជួបប្រទះមិនមែនជួបតែយើងម្នាក់ដែលជាមនុស្សដំបូងគេនៅលើផែនដីនេះនោះទេហើយគេចេះមើលបញ្ហាជាមេរៀនជាបទពិសោធន៍ជីវិតមិនមែនជាអ្វីដែលត្រូវសោកស្ដាយឬក៏ស្ដីបន្ទោសឲ្យខ្លួនឯងឈឺចាប់អីដែរហើយមនុស្សរីករាយគេក៏ចេះដឹងគុណនិងឲ្យតម្លៃលើរឿងតូចដែលមនុស្សជាច្រើនមើលរំលងដូចជាការដែលមានជីវិតរស់នៅថាគឺជារឿងដែលប្រសើរបំផុតមិនថាមានរឿងអ្វីកើតឡើងនោះទេឲ្យតែមានជីវិតរស់នៅគឺនៅតែមានក្តីសង្ឃឹមហើយគេក៏ចេះអត់ទ្រាំនឹងការលំបាកដោយមិនរអ៊ូរទាំត្អូញត្អែធ្វើខ្លួនគួរឲ្យអាណិតអីដែរមានតែខិតខំប្រឹងប្រែងស្ដារខ្លួនឯងឡើងវិញទ្វេដងមនុស្សប្រភេទនេះជាមនុស្សដែលមានទឹកចិត្តហើយអាចជួយខ្លួនឯងរស់នៅដោយសុខចិត្តទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយព្រោះគេមិនរំពឹងថាជីវិតត្រូវតែពេញលេញត្រូវតែបរិបូរណ៍ទើបអាចរីករាយបាននោះទេតែយើងត្រូវចេះរីករាយនៅគ្រប់ដំណើរឆ្ពោះទៅរកគោលដៅមិនមែនទាល់តែដល់គោលដៅឬក៏បានដូចចិត្តគ្រប់យ៉ាងទើបអាចរីករាយបាននោះទេខុសពីមនុស្សដែលរស់នៅលើគំនរទុកព្រួយមានរឿងអ្វីតែបន្តិចក៏ទន់ជ្រាយត្អូញត្អែថាហេតុអ្វីបានជាជីវិតនេះមិនដូចគេបាននេះខ្វះនោះហើយតែងតែមើលឃើញថាអ្នកដទៃសុខជាងខ្លួនបានទាំងព្រមគ្រប់រឿងទៅជាកើតការប្រៀបធៀបរហូតដល់ជឿថាខ្លួនឯងជាមនុស្សអាភ័ព្វនឹងទៅទៀតក៏មានបើយើងបដោតលើបញ្ហាយើងនឹងឃើញតែបញ្ហាហើយលិចលង់នៅក្នុងអតីតកាលផងបច្ចុប្បន្នផងរហូតបន្តដល់អនាគតទៀតការរស់នៅបែបនេះធ្វើឲ្យបញ្ហាតូចคล้ายទៅជាបញ្ហាធំហើយបញ្ហាធំคล้ายទៅជារឿងដែលអស់សង្ឃឹមតែតាមពិតទៅមនុស្សប្រភេទនេះមិនមែនទន់ខ្សោយនោះទេគឺគ្រាន់តែគាត់មិនទាន់បានដឹងពីវិធីដោះស្រាយសេចក្តីទុក្ខឬក៏មិនទាន់មានអ្នកណាគេបង្រៀនគាត់ពីវិធីដោះស្រាយតែប៉ុណ្ណោះដូចខ្ញុំខ្លួនឯងកាលពីមុនអញ្ចឹងគឺមកពីខ្ញុំមិនទាន់បានដឹងអំពីវិធីដោះស្រាយដែលត្រឹមត្រូវតែប៉ុណ្ណោះហើយភាពខុសគ្នារវាងមនុស្សពីរប្រភេទនេះគឺស្ថិតនៅលើរបៀបគ្រប់គ្រងអារម្មណ៍នេះឯងមនុស្សដែលរស់នៅលើគំនរទុកព្រួយតែងតែអនុញ្ញាតឲ្យអារម្មណ៍ជាអ្នកគ្រប់គ្រងហើយមនុស្សដែលរស់នៅក្នុងជីវិតដែលរីករាយគឺតែងតែជាអ្នកគ្រប់គ្រងអារម្មណ៍ខ្លួនឯងវិញបន្ទាប់ពីស្ដាប់មកដល់ត្រង់ចំណុចនេះតើបងប្អូនអាចរើសបានហើយឬនៅឈប់ជឿថាខ្លួនឯងជាមនុស្សទន់ខ្សោយជាមនុស្សបរាជ័យជាមនុស្សអាភ័ព្វតទៅទៀតទៅបដូរជំនឿរបស់ខ្លួនឯងបានទើបជីវិតរបស់យើងផ្លាស់ប្ដូរសរុបមកវិញសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាគំនិតពិចារណាដល់បងប្អូនទាំងអស់គ្នាឲ្យកើតជាប្រយោជន៍នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់បងប្អូនទាំងអស់គ្នាចុច like និងចែករំលែកវីដេអូមួយនេះដើម្បីជួយសង្គ្រោះមនុស្សដទៃទៀតពីគំនរទុកព្រួយសម្រាប់បងប្អូនថ្មីដែលមិនទាន់បាន follow page Facebook និង subscribe channel YouTube ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីដែលជាចំណេះដឹងបន្តទៀត